Giai đoạnរបស់យើងក៏បានចាប់ផ្ដើមឡើងនៅពេលដែល Eren ក៏បាននិយាយទៅកាន់ Luna ថាមើលទៅដំណើររបស់អ្នកនាងដែលមកមើលខ្ញុំនេះគឺដើម្បីតែចង់ផ្ដាច់ពាក្យនឹងឯងហើយបាទអ្នកនាងពិតជាចង់ផ្ដាច់ពាក្យពិតមែនបាទអញ្ចឹងខ្ញុំនឹងព្រមផ្ដាច់ពាក្យជាមួយនឹងនាងចោះហើយគ្រាន់តែលើសម្ដីចេញពីមាត់ Eren ភ្លាមធ្វើឲ្យម្ដាយរបស់ Eren និងលោកអ៊ំលេខាហ្នឹងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងចំណែកម្ដាយរបស់ Eren វិញគឺគាត់មិនសឹងនឹងជឿទេថាកូនរបស់គាត់អាចសម្រេចចិត្តក្នុងការផ្ដាច់ពាក្យនេះដោយខ្លួនឯងបានហើយចំណែកលោកអ៊ំលេខាវិញក៏បានប្រាប់ទៅ Eren ថាអ្នកប្រុសតូចគួរតែគិតវាសារឡើងវិញទៅអ្នកប្រុសតូចហើយ Eren ក៏បានឆ្លើយតបទៅលោកអ៊ំលេខាវិញថានៅក្នុងគ្រួសារនេះមានបញ្ហាច្រើនណាស់ត្រូវចាំខ្ញុំទៅដោះស្រាយដូច្នេះហើយខ្ញុំមិនអាចខ្ជិះខ្ជាយពេលវេលាទៅលើរឿងនេះទេហើយពេលនោះដែរវិញ្ញាណរបស់ Raven នៅក្នុងខ្លួន Eren ហ្នឹងក៏បានចេញមកឲ្យយើងឃើញដែរហើយគេក៏បាននិយាយថាក្នុងនាមយើងជាមេគ្រួសារមួយនេះយើងនឹងធ្វើអ្វីគ្រប់យ៉ាងឲ្យគ្រួសារមួយនេះមានការរីកចម្រើនហើយ Eren ក៏បាននិយាយទៅកាន់ Luna ទៀតថាអ្នកនាង Luna ពួកយើងគួរតែផ្ដាច់ពាក្យទៅហើយនៅពេលដែល Luna គ្រាន់តែឮថា Eren ហ្នឹងព្រមផ្ដាច់ពាក្យហើយធ្វើឲ្យនាងចង់បដិសេធជាមួយនឹងការផ្ដាច់ពាក្យហ្នឹងដែរប៉ុន្តែពេលនោះនាងក៏បាននឹកឃើញថានាងមកហ្នឹងគឺមកដើម្បីផ្ដាច់ពាក្យជាមួយនឹង Eren ទេប៉ុន្តែហេតុអ្វីចិត្តរបស់នាងមិនចង់បែបនេះហើយនាងក៏បានមុខក្រហមតែម្ដងហើយនាងក៏បានគិតថាមើលទៅខ្ញុំដូចជាឡងស្រឡាញ់គេហើយនេះហើយ Eren ក៏បានបន្ថែមទៀតថាអ្នកនាង Luna ទោះជាខ្ញុំមិនចង់ផ្ដាច់ពាក្យក៏ដោយប៉ុន្តែឪពុករបស់នាងព្រមទេហើយតើនាងមានអំណាចអ្វីទៅនិយាយក្នុងគ្រួសាររបស់នាងគឺនាងគ្មានអំណាចសម្រាប់ទៅនិយាយរឿងគ្រួសារនៅក្នុងគ្រួសាររបស់នាងទេហើយពេលនោះដែរ Eren ក៏បានបែរមកនិយាយជាមួយនឹងម្ដាយរបស់គេគឺគេនិយាយថាអ្នកម្ដាយខ្ញុំនឹងផ្ដាច់ពាក្យជាមួយនឹងគ្រួសាររបស់ Luna ហើយចំណែកម្ដាយរបស់ Eren វិញគឺថាពេលនេះគាត់បានយល់ព្រមជាមួយ Eren ហើយគឺថាពេលនេះ Eren បាននិយាយអ្វីធ្វើអ្វីដោយខ្លួនឯងមិនចាំបាច់គាត់ទៅជួយ Eren ទៀតទេហើយបន្ទាប់ពីបានការយល់ព្រមរបស់ម្ដាយហើយ Eren ក៏បានប្រកាសប្រាប់អ្នកគ្រប់គ្នាថាចាប់ពីពេលនេះទៅគេនឹងផ្ដាច់ពាក្យជាមួយនឹង Luna ហើយបន្ទាប់ពីហ្នឹងមក Eren ក៏បានធ្វើដំណើរទៅបន្ទប់របស់គេវិញហើយគេក៏បានក្តៅចិត្តជាខ្លាំងដោយសារតែនៅពេលដែលគេងើបមកភ្លាមមានរឿងធ្វើឲ្យគេឈឺក្បាលបាត់ទៅហើយនៅពេលដែលគេកំពុងធ្វើដំណើរនោះស្រាប់តែគេបានឃើញរូបថតលោកយាយដែលជួយគេបង្ក្រាបនាគសនឹងឯងហើយពេលនោះដែរ Eren ក៏បានសួរទៅ Linda ថាតើលោកយាយដែលនៅក្នុងរូបថតហ្នឹងគឺជានរណាគេហើយ Linda ក៏បានប្រាប់ទៅ Eren ទៅគាត់គឺជាជីដូនរបស់ Eren នឹងឯងហើយស្រាប់តែពេលនោះដែរឈ្មោះរបស់ជីដូន Eren ក៏បានលេចចេញពីមាត់គេហើយជីដូនរបស់ Eren ក៏បាននិយាយទៅកាន់ Eren ថាអូឯងហៅឈ្មោះយើងឯង Eren ហើយពេលនេះដែរយើងពិតជាមានសំណួរច្រើនណាស់ចង់សួរឯងណាចៅប្រុសសម្លាញ់ហើយបន្ទាប់មក Eren និងជីដូនរបស់គាត់បានមកអង្គុយនិយាយគ្នាមិនដំបូងដូចជានិយាយគ្នាលេងធម្មតាទេប៉ុន្តែបន្ទាប់មកស្រាប់តែជីដូនរបស់ Eren ក៏បាននិយាយទៅកាន់ Eren ថា Eren ណាឯងមិនមែនជា Eren ពិតប្រាកដទេមែនអត់ហើយគ្រាន់តែលឺអញ្ចឹងភ្លាមធ្វើឲ្យ Eren មានការភ្ញាក់ផ្អើលជាខ្លាំងតែពេលនោះគាត់ក៏បានសើចតាមការពិតទៅគាត់និយាយលេងទេដោយសារតែនាគសបានប្រាប់គាត់ហើយថា Eren មិនមែនជា Eren ពិតប្រាកដទេហើយគាត់ក៏បានដឹងដែរថា Eren នឹងមិនមែនជាចៅប្រុសរបស់គាត់ឡើយហើយគាត់ក៏មិនបានខឹងនឹង Eren ដែរប៉ុន្តែគាត់គ្រាន់តែចង់ដឹងពីមូលហេតុអ្វីបានជា Eren មកនៅក្នុងខ្លួនចៅរបស់គាត់ហើយដល់ឃើញលោកយាយចង់ដឹងហើយ Eren ក៏បានប្រាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមកទៅខ្ញុំមិនបាច់និយាយទេព្រោះយើងផ្ដើមរឿងយើងដឹងហើយបន្ទាប់ពីលោកយាយបានដឹងពីព្រឹត្តិការណ៍ដែលកើតឡើងចំពោះ Raven និង Eren ហើយលោកយាយក៏បាននិយាយថាព្រឹត្តិការណ៍ហ្នឹងមើលទៅមិនអាចកើតឡើងបានទេពីព្រោះអីថា Eren គឺគេមិនអាចចុះកិច្ចសន្យាជាមួយនឹងនាគសបានទេដូច្នេះហើយនាគសនឹងមិនអាចទៅប្រយុទ្ធជាមួយនឹង Eren បានឡើយដូចជាឯងបានដឹងអញ្ចឹង Eren គេពិតជាខ្សោយខ្លាំងណាស់ដូច្នេះហើយនាគសនឹងមិនព្រមធ្វើតាមគេនោះទេហេតុដូច្នេះហើយនាគសដែលឯងបានរៀបរាប់ក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះឯងនិង Eren ហ្នឹងប្រហែលជាខ្លាំងនោះទេហើយគ្រាន់តែលឺអញ្ចឹងភ្លាមធ្វើឲ្យ Eren ក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយព្រោះគេមិនសឹងនឹងជឿទេថាសូម្បីតែនាគសហ្នឹងក៏អាចខ្លាំងបានដែរហើយលោកយាយក៏បានប្រាប់ទៅ Eren បន្ថែមទៀតថានាគសហ្នឹងមានតួនាទីការពារបន្ទប់សម្ងាត់របស់គ្រួសារដែលក្នុងបន្ទប់សម្ងាត់នោះដែរមានគម្ពីរក្បួនខ្នាតជាច្រើនដែលសម្រាប់ឲ្យអ្នកដឹកនាំគ្រួសារពីមួយចំនួនទៅមួយចំនួនវឹកហាត់ហើយពេលនោះដែរលោកយាយក៏បានញើបមកចិត្ត Eren តែម្ដងហើយក៏បានប្រាប់ Eren ថាគាត់ចង់ឲ្យ Eren ហ្នឹងទៅព្រៃខាងលិចរបស់គ្រួសារ Pendragon ដើម្បីទៅកម្ចាត់បិសាចនៅទីនោះហើយឲ្យ Eren បង្ហាញពីកម្លាំងរបស់គេដើម្បីឲ្យនាគសព្រមទទួលយកគេពីព្រោះថាពេលនេះក្នុងខ្លួនរបស់ Eren មិនមែនជាប្រលឹងរបស់គេទេប៉ុន្តែគឺជាប្រលឹងមួយផ្សេងទៀតដូច្នេះគេមានឱកាសភាគរយជាច្រើន
ដែលអាចឲ្យអ្នកសព្រមទទួលយកគេបានហើយគាត់ក៏បានសួរទៅអេរ៉ែនទៀតថាអេរ៉ែនណាតើឯងព្រមទទួលយកភារកិច្ចនេះទេហើយអេរ៉ែនក៏បានឆ្លើយទាំងមិនស្ទាក់ស្ទើរថាខ្ញុំព្រមទទួលយកភារកិច្ចនេះដោយសារតែខ្ញុំក៏មានគោលដៅរបស់ខ្ញុំមួយដែរដើម្បីបំពេញក្នុងជីវិតនេះដូច្នេះហើយដើម្បីទៅដល់គោលដៅរបស់ខ្ញុំត្រូវការអំណាចបន្ថែមទៀតដែរដូច្នេះហើយដើម្បីទៅដល់គោលដៅរបស់ខ្ញុំក៏ត្រូវការអំណាចបន្ថែមទៀតដែរហើយនៅពេលដែលលោកយាយឮបែបហ្នឹងហើយគាត់ក៏មិនថាអីថាបានរ៉ាវ៉ែនដែរគឺគាត់គ្រាន់តែចង់ឲ្យគ្រួសាររបស់គាត់មានកេរ្តិ៍ឈ្មោះនិងអំណាចឡើងវិញតែប៉ុណ្ណោះគឺថាគាត់ក៏មិនចង់ឲ្យគ្រួសាររបស់គាត់ធ្លាក់ចុះដុនដាបដែរហើយបន្ទាប់មករ៉ាវ៉ែនក៏បាននិយាយទៅកាន់លោកយាយថាប៉ុន្តែខ្ញុំឥឡូវមានរឿងជាក្បាលជាច្រើនណាស់ដោយសារតែរ៉ាវ៉ែនគេបានសម្លាប់អស់រយៈពេល3ឆ្នាំដូច្នេះហើយមានរឿងជាច្រើនដែលត្រូវឲ្យខ្ញុំនឹងជាអ្នកបំពេញជំនួសគេហើយពេលនោះដែរលោកយាយក៏បានសើចតែម្ដងហើយក៏បាននិយាយទៅកាន់អេរ៉ែនថាយើងស្មានតែឯងមិនដឹងទេថាឯងមានការងារជាច្រើននៅពេលនេះហើយអេរ៉ែនក៏បាននិយាយទៅកាន់លោកយាយវិញថាលោកយាយការងារប៉ុណ្ណឹងលោកយាយទុកពេលឲ្យខ្ញុំតែកន្លះខែទៅកន្លះខែក្រោយខ្ញុំនឹងរៀបចំវាឲ្យរួចស្រេចហើយបន្ទាប់ពីនិយាយជាមួយនឹងលោកយាយចប់អេរ៉ែនក៏ចាប់ផ្ដើមមកវឹកហាត់ដើម្បីត្រៀមខ្លួនទៅចូលក្នុងព្រៃដើម្បីកម្ចាត់បិសាចហើយនៅពេលដែលគេវឹកហាត់នោះដែរក៏មានលីនឌីដែលចាំមើលថែគេដែរហើយនៅពេលនោះក៏មានអ្នកចម្បាំងរបស់គ្រួសារ Pendragon ក៏បានមកនិយាយជាមួយនឹង Eren គឺគេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលពេលនេះ Eren ព្រមមកវឹកហាត់ហើយទាំងដែលកាលពីមុនហ្នឹង Eren មិនដែរទាំងមកវឹកហាត់ផងហើយនៅពេលនោះដែរ Eren ក៏បានពឹងពាក់បុរសម្នាក់ហ្នឹងថាលោកពូគីឡានណាខ្ញុំសូមឲ្យលោកពូគីឡានហៅកងទ័ពរបស់យើងទាំងអស់គ្នាមកជួបជុំគ្នាបន្តិចហើយបន្ទាប់មកកងទ័ពទាំងអស់គ្នាក៏បានមកជួបជុំគ្នាហើយនៅពេលដែលកងទ័ពទាំងអស់គ្នាបានមកជួបជុំហើយអេរ៉ែនក៏បាននិយាយទៅកាន់ពួកគេថាពេលនេះពួកយើងនឹងទៅព្រៃទិសខាងលិចហើយគ្រាន់តែឮថាអេរ៉ែនចង់ទៅព្រៃទិសខាងលិចគេគ្រប់គ្នាក៏បាននាំគ្នាបដិសេធជាខ្លាំងហើយពេលនោះដែរលោកពូគីឡានក៏បាននិយាយប្រាប់អេរ៉ែនថាលោកម្ចាស់តូចបើលោកម្ចាស់តូចចង់ទៅសម្អាតព្រៃខាងលិចលោកម្ចាស់តូចគ្រាន់តែបញ្ជាពួកខ្ញុំទៅលោកម្ចាស់តូចមិនបាច់ចាំទៅដល់ផ្ទាល់នោះទេព្រោះទីនោះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយពេលនោះដែរអេរ៉ែនក៏បានប្រាប់លោកពូគីឡានឲ្យប្រាប់ពីស្ថានភាពដែលមានគ្រោះថ្នាក់នៅតំបន់ព្រៃខាងលិចហ្នឹងទៅហើយលោកពូគីឡានក៏បានប្រាប់អេរ៉ែនទៅពីដំណើរហេតុការណ៍ដែលបានកើតឡើងគឺថាតាំងពីឪពុករបស់អេរ៉ែនស្លាប់ទៅគ្រួសារបានធ្លាក់អំណាចកងទ័ពបាត់ទៅហើយថែមទាំងអេរ៉ែនបានសន្លប់អស់រយៈពេល3ឆ្នាំទៀតបានធ្វើឲ្យគ្រួសាររបស់គេមានការធ្លាក់អំណាចជាខ្លាំងដូច្នេះហើយគេគ្មានកងទ័ពគ្រប់គ្រាន់ដើម្បីទៅកម្ចាត់បិសាចនៅឯព្រៃខាងលិចហ្នឹងទេហើយក្នុងការវឹកវរហ្នឹងដែរក៏មានមនុស្សអាក្រក់មួយក្រុមបានបង្កើតជាក្រុមចោរទៅតាមប្លន់ប្រជាជនទៀតផងហើយបន្ទាប់ពីលើលោកពូគីឡានបាននិយាយបែបនេះហើយអេរ៉ែនក៏បាននិយាយទៅកាន់ពួកគេថាក្នុងនាមយើងជាគ្រួសារដែលមានអំណាចសម្រាប់ការពារប្រជាជននៅពេលដែលប្រជាជនត្រូវការពួកយើងហើយហេតុអ្វីបានជាពួកយើងមិនទៅការពារពួកគេដូច្នេះហើយពួកអ្នកទាំងអស់គ្នាចាំស្ដាប់ពួកយើងនឹងបញ្ចេញកងទ័ពដើម្បីទៅការពារប្រជាជនពីពួកបិសាចនិងក្រុមពួកចោរទាំងអស់នោះហើយស្រាប់តែពេលនោះដែរលោកពូគីឡានក៏បានសើចជាខ្លាំងដោយគាត់បាននិយាយថាទទួលបញ្ជាលោកប្រុសតូចហើយពេលហ្នឹងដែរបានធ្វើឲ្យលោកពូលេខាហើយនឹងគាត់ហ្នឹងក៏គាំងខ្លួនឯងដែរដោយសារតែពេលហ្នឹងគាត់ទប់សំណាយខ្លួនឯងមិនបានហើយចំណែកឯអេរ៉ែនវិញពេលនេះគឺគាត់បានខឹងក្រៅឆេវហើយគាត់ក៏បាននិយាយទៅកាន់លោកពូគីឡានថាអូតែលោកមិនពេញចិត្តនឹងការបញ្ជារបស់ខ្ញុំមែនហើយគេក៏បានដើរសម្ដៅទៅរកពូគីឡានហ្នឹងទៅចំណែកឯលោកពូគីឡានក៏បានបដិសេធថាគាត់មិនពេញចិត្តនឹងការបញ្ជារបស់អេរ៉ែនទេប៉ុន្តែគាត់គ្រាន់តែអស់សំណើចបន្តិចទេប៉ុន្តែពេលនោះស្រាប់តែអេរ៉ែនបានបើកការវាយប្រហារទៅកាន់គាត់តែម្ដងហើយការវាយប្រហារនឹងដែរក៏បានលោកពូគីឡានទប់ជាប់ប៉ុន្តែលោកពូគីឡានក៏បានគិតថាការវាយប្រហារនេះពិតជាមានកម្លាំងខ្លាំងណាស់អេរ៉ែនក៏បាននិយាយទៅកាន់ពូគីឡានទៀតថាក្នុងនាមជាអ្នកប្រយុទ្ធគេមិននិយាយច្រើនទេគេប្រាដាវដើម្បីមកនិយាយជំនួសគេទេហើយនៅពេលហ្នឹងដែរលោកពូគីឡានក៏បានបើកការវាយប្រហារតបទៅកាន់អេរ៉ែនវិញប៉ុន្តែអេរ៉ែនក៏បានគេចផុតហើយគេក៏បានលោតទៅពីលើយ៉ាងខ្ពស់ហើយក៏បានបើកការវាយប្រហារមកក្រោមវិញយ៉ាងខ្លាំងតែសំណាងល្អអីលោកពូគីឡានក៏បានទប់ជាប់ហើយលោកពូគីឡានក៏បានបើកការវាយប្រហារទៅកាន់អេរ៉ែនវិញហើយគាត់ក៏បាននិយាយទៀតថាទេលោកម្ចាស់តូចទៅវឹកហាត់បានប្រហែលថ្ងៃទេហើយអ្វីបានជាលោកម្ចាស់តូចខ្លាំងដល់ថ្នាក់នេះប៉ុន្តែអេរ៉ែនក៏មិនបានឆ្លើយនឹងសំណួររបស់គាត់ទេអេរ៉ែនក៏បានយកដងដារបស់គេចាក់ទៅលើលោកពូគីឡានបានធ្វើឲ្យគាត់ជប់ចាប់ជាខ្លាំងហើយក៏បានសម្លាប់បានសម្រេចទៅហើយរឿងនឹងដែរបានធ្វើឲ្យអ្នកនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគេមិននឹកស្មានទេថាអ្នកប្រុសតូចដែលអត់ប្រយោជន៍របស់គេអាចយកឈ្នះលោកពូគីឡានបានពេលហ្នឹងដែរអេរ៉ែនក៏បាននិយាយទៅកាន់ពួកគេគ្រប់គ្នាដែលនៅទីនោះថាណែ
យើងមិននិយាយជាលើកទី2ទេត្រៀមខ្លួនចេញទៅកំចាត់បិសាចហើយបញ្ជារបស់ Eren នៅពេលនេះពិតជាមានអំណាចណាស់បានធ្វើឲ្យកងទ័ពគ្រប់គ្នាទទួលបញ្ជាព្រមគ្នាតែម្ដងហើយកាត់មក Luna នេះវិញនាងកំពុងអង្គុយផឹកតែស្រុកសុកស្រាប់តែអបិមេកងអង្គរៈនោះក៏បានចូលមកហើយក៏បាននិយាយទៅកាន់អ្នកនាងគេថាអ្នកនាងមិនចាំបាច់ទៅរួមដំណើរជាមួយនឹងលោកម្ចាស់ Eren នឹងទេទុកឲ្យខ្ញុំជាអ្នកការពារអ្នកនាងដើម្បីទៅទឹកដីរបស់យើងវិញក៏បានដែរហើយពេលនោះ Luna ក៏បាននិយាយទៅកាន់គេថាណែបានហើយយើងពិតជាមិនចូលចិត្តចរិតឯងដែលមើលងាយគេគ្រប់គ្នាទេហើយយើងក៏សម្រេចចិត្តថាទៅជាមួយនឹងគាត់ហើយឯងមិនបាច់និយាយអ្វីទៀតទេហើយពេលនឹងដែរនាងក៏បានកាត់ក្នុងចិត្តថាឥឡូវគាត់ប្រែច្រើនណាស់ដូច្នេះហើយខ្ញុំត្រូវទៅតាមមើលគាត់ថាគាត់ប្រែប្រួលច្រើនប៉ុណ្ណាហើយពេលនោះដែរមុខរបស់នាងចាប់ដើមក្រហមតែម្ដងព្រោះនាងបាននឹកឃើញ Eren ទៀតហើយយើងមកមើលអបិមេក្រុងមេកងអង្គរៈនេះវិញគឺថាពេលនេះគេកំពុងតែខឹងហើយដោយសារតែ Eren តាំងពីគេប្រែប្រួលមកបានធ្វើឲ្យអ្នកនាងរបស់គេមានការផ្លាស់ប្ដូរចិត្តជាខ្លាំងហើយបានធ្វើឲ្យគេមានការគុំគួនជាមួយ Eren ជាខ្លាំងហើយគេក៏បានគិតថា Eren បើមានឱកាសយើងនឹងធ្វើឲ្យឯងស្លាប់ជាមិនខានហើយកាត់មក Eren នៅនេះវិញគាត់ពេលនេះបានពាក់ឈុតក្រដើម្បីចេញទៅប្រយុទ្ធជាមួយនឹងបិសាចហើយកំពុងតែឈរយ៉ាងសង្ហាសុកនោះស្រាប់តែម្ដាយរបស់គាត់បានរត់មកអោបគាត់ហើយក៏បានយំទៀតផងគឺដោយសារតែគាត់បារម្ភពី Eren នឹងឯងហើយគាត់ក៏បានប្រាប់ Eren ថាឲ្យថែរក្សាសុវត្ថិភាពរបស់ខ្លួនឯងផងហើយប្អូនស្រីទាំងពីររបស់គេក៏បានយំដែរគឺដោយសារតែពួកគេបារម្ភពីសុវត្ថិភាពរបស់ Eren នឹងឯងហើយ Eren ក៏បានប្រាប់ពួកគេថាអើយកុំយំអីបងមកវិញដោយសុវត្ថិភាពទេកុំបារម្ភហើយបន្ទាប់មក Lindy ក៏បានយកសេះឲ្យ Eren ហើយ Eren ក៏បានឡើងជិះសេះទៅហើយកងទ័ពរបស់គេក៏បានត្រៀមខ្លួនរួចដែរហើយបន្ទាប់មកលោកអ៊ំលេខាក៏បានយកដាវប្រចាំតកូលឲ្យ Eren ហើយ Eren ក៏បានដកដាវហើយពេលដកដាវនោះដែរគេក៏បានគិតថាការពីជីវិតមុនរបស់គេមិនអាចការពារគ្រួសាររបស់គេបានទេដោយសារតែគេគ្មានអំណាចគ្មានអ្វីទាំងអស់ប៉ុន្តែជីវិតនេះគឺខុសគ្នាហើយគេនឹងត្រូវការពារត្រកូលមួយនេះហើយគេនឹងទៅរកយុត្តិធម៌ឲ្យគ្រួសាររបស់គេវិញហើយគេក៏បានដកដាវចេញពីស្រោមហើយគេក៏បានស្រែកថាដើម្បី Pendragon ហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមចេញដំណើរទៅហើយអ្នកទាំងអស់គ្នាបើចង់ឧបត្ថម្ភខ្ញុំនៅក្នុង description មាន link ចូលទៅក្នុង ABA តែម្ដងមានទាំងដុល្លារមានទាំងខ្មែរហើយសូមអរគុណទុកជាមុនហើយក្រុម Telegram ខ្ញុំបានបង្កើតឲ្យអ្នកទាំងអស់គ្នាអាចចូលទៅក្នុងក្រុម Telegram ហ្នឹងដើម្បីអាចទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាទសូមអរគុណ